នៅពេលដែលព្រះអង្គម្ចាស់ម៉ូហាម៉េតប៊ីនសេករ៉ាស៊ីតដែលជាស្ថាបនិកទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួមធ្លាប់ត្រូវបានសួរអំពីអនាគតនៃប្រទេសរបស់គាត់ចម្លើយរបស់គាត់គឺពោពេញដោយឥទ្ធិពលគាត់និយាយថាចំនួនជីតាខ្ញុំគាត់ជីអូតឪពុកខ្ញុំក៏គាត់ជីអូតមកដល់ចំនួនខ្ញុំបើកឡាន Mercedes កូនប្រុសរបស់ខ្ញុំជីឡាន Land Rover ចៅប្រុសខ្ញុំក៏ជីឡាន Land Rover ដែរប៉ុន្តែចៅទួរបស់ខ្ញុំនឹងជីអូតម្ដងទៀតពេលសួរថាហេតុអ្វីលោកបានបញ្យល់ថាពេលវេលាដែលលំបាកបង្កើតបានជាមនុស្សខ្លាំងបង្កើតបានពេលដែលសុខស្រួលពេលដែលសុខស្រួលបង្កើតមនុស្សខ្សោយហើយមនុស្សខ្សោយនឹងបង្កើតពេលលំបាកវាជាការរំលឹកថានៅពេលដែលជីវិតមានភាពងាយស្រួលឬសុខស្រួលពេកមនុស្សនឹងខ្ជិលច្រអូសឬមិនខ្វល់ខ្វាយដោយសារអ្វីមានអារម្មណ៍ថាខ្លួនមានអ្វីគ្រប់យ៉ាងហើយខំធ្វើអ្វីទៀតប្រវត្តិសាស្ត្របង្ហាញឲ្យឃើញពីវាជនជាតិពាក់អេស៊ីបរ៉ូមក្រិចនិងសូម្បីតែចក្រភពអង់គ្លេសមិនបានដួលរលំដោយសារតែសត្រូវខាងក្រៅនោះទេប៉ុន្តែដោយសារតែភាពចុះខ្សោយពីខាងក្នុងសាររបស់គាត់នៅទីនេះគឺសាមញ្ញប្រសិនបើយើងមិនកសាងមនុស្សជំនាន់ក្រោយដែលមានវិន័យរឹងមាំទេយើងនឹងបាត់បង់អ្វីគ្រប់យ៉ាងដែលដូនតារបស់យើងបានធ្វើការបានមកយ៉ាងលំបាកដូច្នេះកុំចិញ្ចឹមក្មេងជំនាន់ក្រោយឲ្យរស់ក្នុងភាពសុខស្រួលពេក